ទៅព្រះសម្មាសម្ពុទ្ធដែលជាអនាគតពុទ្ធវង្សទី3ទៀតព្រះអរិយមេត្រីទី1ព្រះរាមៈទី2ទី3គឺព្រះសម្មាសម្ពុទ្ធទ្រង់ប្រណិមថាធម្មរាជៈទៀតនឹងនៅក្នុងផែនដីជាមួយព្រះរាមៈពុទ្ធជាម្ចាស់ហ្នឹងផែនដីមួយហ្នឹងមានព្រះសម្មាសម្ពុទ្ធ2ព្រះអង្គព្រះសម្មាសម្ពុទ្ធបរមលោកគ្រូព្រះអង្គទ្រង់ត្រាស់សម្ដែងចំពោះព្រះធម្មសេនាបតីសិរីបុត្រនៅក្នុងការដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងនៅនាអនាគតហ្នឹងគឺព្រះបាទបសេនតិកោសលនេះឯងទៀតព្រះបាទបសេនតិកោសលបច្ចៅក្រុងសាវត្ថីបច្ចៅក្រុងកោសលដែលមានអគ្គមហេសីគឺព្រះនាងមលិកាណាទៀតហ្នឹងប៉ុន្តែព្រះអង្គទ្រង់ត្រាស់សម្ដែងពីការកសាងបារមី10ក៏ព្រះអង្គបញ្ជាក់អំពីទានបារមីមួយប្រកបច្បាស់ចំពោះព្រះបាទបសេនតិកោសលនៅក្នុងសាសនាព្រះសម្មាសម្ពុទ្ធកោណាគមនោក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកោណាគមនោគឺក្នុងកាលនោះព្រះបាទបសេនតិកោសលមានព្រះនាមថាសុភមេនុសុភមេនុហ្នឹងក៏ជាអ្នករក្សាបឹងឈូកហើយមួយថ្ងៃបានការឈូក2យកទៅលក់បានអង្គប្រមាណក្តាប់ហ្នឹងយកមកចិញ្ចឹមជីវិតតែឯងចឹងទៅថ្ងៃមួយក៏បានជួបនឹងព្រះសម្មាសម្ពុទ្ធកោណាគមនោដែលព្រះអង្គទ្រង់ស្ដេចយាងទៅហើយទ្រង់គង់នៅទីកន្លែងមួយទ្រង់ព្រះញញឹមក្នុងកាលនោះសុភមេនុក៏បានក្រាបទូលដល់ព្រះរាមាភិថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនមែនជាញាតិរបស់ព្រះអង្គហើយមិនក៏ព្រះអង្គទតឃើញខ្ញុំហើយទ្រង់ញញឹមនឹងសួរទៅប្រពន្ធអញ្ចឹងបានព្រះសម្មាសម្ពុទ្ធកោណាគមនោត្រាស់ថាអ្នកជាញាតិរបស់តថាគតខ្ញុំព្រះអង្គជាញាតិព្រះអង្គពីកាលថាអ្នកនឹងបានជាព្រះសម្មាសម្ពុទ្ធទ្រង់ប្រណិមថាធម្មរាជៈក្នុងការជាអនាគតដូច្នេះតថាគតជាព្រះអរហន្តសម្មាសម្ពុទ្ធតថាគតគឺជាបងរបស់អ្នកពីព្រោះអ្នកជាព្រះសម្មាសម្ពុទ្ធក្រោយតថាគតដូច្នេះទៅតថាគតពោលថាអ្នកជាញាតិរបស់តថាគតជាវង្សរបស់តថាគតគឺជាពុទ្ធវង្សគ្រាន់តែបានលើកប៉ុណ្ណឹងជ្រះថ្លាសប្បាយនឹងខ្លួនឯងថានឹងបានជាប្រពុតក៏បូជាការឈូក2នឹងដល់ព្រះសម្មាសម្ពុទ្ធទៅព្រះអង្គក៏ទ្រង់ទទួលនៅការឈូកនឹងទៅហើយក៏គង់ប្រថាប់លើការឈូកនឹងក្នុងពេលដែលអរុណក្តៅឡើងសុភមេនុក៏បានយកនៅសម្ពុតដែលជាប់ទៅជាមួយនឹងពីរផ្ទាំងបាំងថ្វាយព្រះសម្មាសម្ពុទ្ធក្នុងការដែលឈួរបាំងថ្វាយព្រះអង្គដោយសេចក្តីអត់ធន់ទ្រាំនឹងកម្ដៅខ្លួនឯងសុខចិត្តថាខ្លួនឯងក្តៅចុះឲ្យតែព្រះអង្គបានតិចនៅក្នុងពេលនោះឯងដែលមានការញាប់ញួរទៅដល់ពិភពនេះហើយនឹងព្រមទៀតបានមកកម្មទីនោះឯងត្រេកអរអនុមោទនានិងសុភមេនុដែលជាបុគ្គលត្រូវបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងការជាអនាគតត្រេកអររីករាយសម្បើមអ៊ូអែក្នុងពេលហ្នឹងហើយដោយអំណាចនៃការដែលបានឈួរបាំងនៅសម្ពុទ្ធពីផ្ទាំងដល់ព្រះសម្មាសម្ពុទ្ធណាទៀតនៅក្នុងទីកន្លែងនឹងឯងបន្ទាប់អំពីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ស្ដេចជាងចេញទៅមានដើមកាប់ប្រព្រឹត្តមួយដើមដុះឡើងត្រង់កន្លែងដែលសុភមេនុនឹងបានថ្វាយការឈូកដល់ព្រះអង្គនឹងបាំងសម្ពុទ្ធការពេលកម្ដៅថ្ងៃហ្នឹងមានដើមកាប់ប្រព្រឹត្តនឹងកើតឡើងហើយអ្នកស្រុកក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធកោណាគមនោក្នុងកាលនោះអាស្រ័យជីវិតរស់នៅដោយសម្ពុទ្ធស្លៀកពាក់កណ្ដប់និងអាហារបរិភោគពីដើមកាប់ប្រព្រឹត្តនោះឯងដែលដុះនៅក្នុងពេលបន្តមកហ្នឹងដោយអំណាចនៃសេចក្តីអត់ធន់ក្នុងការទ្រាំឈួរហើយថ្ងៃបាំងព្រះសម្មាសម្ពុទ្ធទៀតហ្នឹងហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងកាលដែលព្រះសម្មាសម្ពុទ្ធធម្មរាជៈបានត្រាស់ក្នុងជំហានរបស់ព្រះអង្គមានការឈូកត្រួតព្រះបាទទាព្រះអង្គគ្រប់ជំហានទាំងអស់
ដោយអំណាចក្នុងកាលដែលព្រះអង្គបានថ្វាយការឈូកដល់ព្រះសម្មាសម្ពុទ្ធកោណាគមនោហ្នឹងហើយនៅនឹងទីកន្លែងដែលព្រះអង្គទ្រង់គង់ប្រថាប់នោះមានការឈូកកែវទៀតមានការឈូកកែវប៉ិនកង់រាជរថហ្នឹងតែងតែជាបល្ល័ង្កតែងជាទីគង់ប្រថាប់នៃព្រះសម្មាសម្ពុទ្ធធម្មរាជជានិច្ចកាលរហូតហើយក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធធម្មរាជហ្នឹងមានដើមកັບប្រព្រឹត្តដុះឡើងដែរហើយប្រជាជនក្នុងកាលនោះរស់នៅដោយពុទ្ធានុភាពដោយអំណាចនៃដើមកັບប្រព្រឹត្តនឹងឯងចិញ្ចឹមជីវិតហើយជ្រះថ្លាក្នុងបរតនត្រ័យក៏សម្បូរនឹងដែលមិនបានសម្រេចមគ្គផលក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធរាមៈហ្នឹងទៅក៏ត្រូវបានសម្រេចក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធធម្មរាជហ្នឹងច្រើនសន្ធឹកសន្ធាប់ទៀតហ្នឹងហើយក្នុងកាលដែលព្រះសម្មាសម្ពុទ្ធធម្មរាជបានត្រាស់ក្នុងកាលនោះមាននៅបន្ទុកដែលវិចិត្រទៅដោយកៅ7ប្រការដែលជាបន្ទុកដ៏មានសេរីនៃព្រះសម្មាសម្ពុទ្ធគង់ប្រថាប់ជានិច្ចកាលដោយអំណាចការដែលព្រះអង្គក្នុងកាលនោះជាសុភមេនុយកនៅសម្ពុទ្ធពីផ្ទាំងបាំងព្រះសម្មាសម្ពុទ្ធកោណាគមនោទៀតដល់ព្រះអង្គបានត្រាស់ជាពុទ្ធមានបន្ទុកដែលសម្រាប់ព្រះអង្គគង់ប្រថាប់ជានិច្ចកាលដោយកៅ7ប្រការនឹងក្នុងមួយជីវិតនៃព្រះសម្មាសម្ពុទ្ធធម្មរាជនឹងគឺមានអញ្ចឹងព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងផែនដីមួយនឹងត្រូវវិនិច្ឆ័យទៅផែនដីកើតក្រោយមកបន្ទាប់នឹងមានព្រះសម្មាសម្ពុទ្ធមួយព្រះអង្គទៀតទ្រង់ព្រះនាមធម្មសាមីព្រះសម្មាសម្ពុទ្ធធម្មសាមីនឹងក៏បានដល់មានចិត្តបាបសម័យព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទៀតមានចិត្តបាបរាធិរាជនឹងឯងនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធទៅព្រះសម្មាសម្ពុទ្ធដែលជាអនាគតពុទ្ធវង្សទី3ទៀតព្រះអរិយមេត្រីទី1ព្រះរាមៈទី2ទី3គឺព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមថាធម្មរាជទៀតហ្នឹងនៅក្នុងផែនដីជាមួយព្រះរាមៈពុទ្ធជាម្ចាស់ហ្នឹងផែនដីមួយហ្នឹងមានព្រះសម្មាសម្ពុទ្ធ2ព្រះអង្គព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់ត្រាស់សម្ដែងចំពោះព្រះធម្មសេនាបតីសិរីបុត្រនៅក្នុងការដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងនៅនាអនាគតហ្នឹងគឺព្រះបាទបសេនតិកោសលនេះឯងទៀតព្រះបាទបសេនតិកោសលបច្ចៅក្រុងសាវត្ថីបច្ចៅក្រុងកោសលដែលមានអគ្គមហេសីគឺព្រះនាងមលិកាណាទៀតហ្នឹងប៉ុន្តែព្រះអង្គទ្រង់ត្រាស់សម្ដែងពីការកសាងបារមី10ក៏ព្រះអង្គបញ្ជាក់អំពីទានបារមីមួយប្រកបច្បាស់ចំពោះព្រះបាទបសេនតិកោសលនៅក្នុងសាសនាព្រះសម្មាសម្ពុទ្ធកោណាគមនោក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកោណាគមនោគឺក្នុងកាលនោះព្រះបាទបសេនតិកោសលមានព្រះនាមថាសុភមេនុសុភមេនុហ្នឹងក៏ជាអ្នករក្សាបឹងឈូកហើយមួយថ្ងៃបានការឈូក2យកទៅលក់បានអង្គប្រមាណក្តាប់ហ្នឹងយកមកចិញ្ចឹមជីវិតតែឯងចឹងទៅថ្ងៃមួយក៏បានជួបនឹងព្រះសម្មាសម្ពុទ្ធកោណាគមនោដែលព្រះអង្គទ្រង់ស្ដេចយាងទៅហើយទ្រង់គង់នៅទីកន្លែងមួយទ្រង់ព្រះញញឹមក្នុងកាលនោះសុភមេនុក៏បានក្រាបទូលដល់ព្រះរាមាភិថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនមែនជាញាតិរបស់ព្រះអង្គហើយមិនក៏ព្រះអង្គទតឃើញខ្ញុំហើយទ្រង់ញញឹមនឹងសួរទៅព្រះពុទ្ធអញ្ចឹងបានព្រះសម្មាសម្ពុទ្ធកោណាគមនោត្រាស់ថាអ្នកជាញាតិរបស់តថាគតខ្ញុំព្រះអង្គជាញាតិព្រះអង្គពីកើថាអ្នកនឹងបានជាព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមថាធម្មរាជក្នុងការជាអនាគតដូច្នេះតថាគតជាព្រះអរហន្តសម្មាសម្ពុទ្ធតថាគតគឺជាបងរបស់អ្នកពីព្រោះអ្នកជាព្រះសម្មាសម្ពុទ្ធក្រោយតថាគតដូច្នេះទៅតថាគតពោលថាអ្នកជាញាតិរបស់តថាគតជាវង្សរបស់តថាគតគឺជាពុទ្ធវង្សគ្រាន់តែបានលើកប៉ុណ្ណឹងជ្រះថ្លាសប្បាយនឹងខ្លួនឯងថានឹងបានជាព្រះពុទ្ធក៏បូជាការឈូក2នឹងដល់ព្រះសម្មាសម្ពុទ្ធទៅព្រះអង្គក៏ទ្រង់ទទួលនៅការឈូកនឹងទៅហើយក៏គង់ប្រថាប់លើការឈូកនឹងក្នុង
ពេលដែលអរុណក្តៅឡើងសុភមេនុក៏បានយកនៅសម្ពុតដែលជាប់ទៅជាមួយនឹងពីរផ្ទាំងបាំងថ្វាយព្រះសម្មាសម្ពុទ្ធក្នុងការដែលឈួរបាំងថ្វាយព្រះអង្គដោយសេចក្តីអត់ធន់ទ្រាំនឹងកម្ដៅខ្លួនឯងសុខចិត្តថាខ្លួនឯងក្តៅចុះឲ្យតែព្រះអង្គបានតិចនៅក្នុងពេលនោះឯងដែលមានការញាប់ញួរទៅដល់ពិភពនេះហើយនឹងព្រមទៀតបានមកកម្មទីនោះឯងត្រេកអរអនុមោទនានិងសុភមេនុដែលជាបុគ្គលត្រូវបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងការជាអនាគតត្រេកអររីករាយសម្បើមអ៊ូអែក្នុងពេលហ្នឹងហើយដោយអំណាចនៃការដែលបានឈួរបាំងនៅសម្ពុទ្ធពីផ្ទាំងដល់ព្រះសម្មាសម្ពុទ្ធណាទៀតនៅក្នុងទីកន្លែងនឹងឯងបន្ទាប់អំពីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ស្ដេចជាងចេញទៅមានដើមកាប់ប្រព្រឹត្តមួយដើមដុះឡើងត្រង់កន្លែងដែលសុភមេនុនឹងបានថ្វាយការឈូកដល់ព្រះអង្គនឹងបាំងសម្ពុទ្ធការពេលកម្ដៅថ្ងៃហ្នឹងមានដើមកាប់ប្រព្រឹត្តនឹងកើតឡើងហើយអ្នកស្រុកក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធកោណាគមនោក្នុងកាលនោះអាស្រ័យជីវិតរស់នៅដោយសម្ពុទ្ធស្លៀកពាក់ដណ្ដប់និងអាហារបរិភោគពីដើមកាប់ប្រព្រឹត្តនោះឯងដែលដុះនៅក្នុងពេលបន្តមកហ្នឹងដោយអំណាចនៃសេចក្តីអត់ធន់ក្នុងការទ្រាំឈួរហើយថ្ងៃបាំងព្រះសម្មាសម្ពុទ្ធទៀតហ្នឹងហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងកាលដែលព្រះសម្មាសម្ពុទ្ធធម្មរាជៈបានត្រាស់ក្នុងជំហានរបស់ព្រះអង្គមានការឈូកត្រួតព្រះបាទទាព្រះអង្គគ្រប់ជំហានទាំងអស់ដោយអំណាចក្នុងកាលដែលព្រះអង្គបានថ្វាយការឈូកដល់ព្រះសម្មាសម្ពុទ្ធកោណាគមនោហ្នឹងហើយនៅនឹងទីកន្លែងដែលព្រះអង្គទ្រង់គង់ប្រថាប់នោះមានការឈូកកែវទៀតមានការឈូកកែវប៉ិនកង់រាជរថហ្នឹងតែងតែជាបល្ល័ង្កតែងជាទីគង់ប្រថាប់នៃព្រះសម្មាសម្ពុទ្ធធម្មរាជៈជានិច្ចកាលរហូតហើយក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធធម្មរាជៈហ្នឹងមានដើមកាប់ប្រព្រឹត្តដុះឡើងដែរហើយប្រជាជនក្នុងការនោះរស់នៅដោយពុទ្ធានុភាពដោយអំណាចនៃដើមកាប់ប្រព្រឹត្តហ្នឹងឯងចិញ្ចឹមជីវិតហើយជ្រះថ្លាក្នុងបរតនត្រ័យក៏សម្បូរនឹងដែលមិនបានសម្រេចមគ្គផលក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធរៀនមគ្គហ្នឹងទៅក៏ត្រូវបានសម្រេចក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធធម្មរាជៈហ្នឹងច្រើនសន្ធឹកសន្ធាប់ទាំងហ្នឹងហើយក្នុងកាលដែលព្រះសម្មាសម្ពុទ្ធធម្មរាជៈបានត្រាស់ក្នុងកាលនោះមាននៅបន្ទុកដែលវិចិត្រទៅដោយកែវ7ប្រការដែលជាបន្ទុកដ៏មានសេរីនៃព្រះសម្មាសម្ពុទ្ធគង់ប្រថាប់ជានិច្ចកាលដោយអំណាចការដែលព្រះអង្គក្នុងកាលនោះជាសុភមេនុយកនៅសម្ពុទ្ធពីផ្ទាំងបាំងព្រះសម្មាសម្ពុទ្ធកោណាគមនោទៀតដល់ព្រះអង្គបានត្រាស់ជាពុទ្ធមានបន្ទុកដែលសម្រាប់ព្រះអង្គគង់ប្រថាប់ជានិច្ចកាលដោយកែវ7ប្រការនឹងក្នុងមួយជីវិតនៃព្រះសម្មាសម្ពុទ្ធធម្មរាជៈនឹងតែអញ្ចឹងព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងផែនដីមួយនឹងត្រូវវិនិច្ឆ័យទៅផែនដីកើតក្រោយមកបន្ទាប់នឹងមានព្រះសម្មាសម្ពុទ្ធមួយព្រះអង្គទៀតទ្រង់ព្រះនាមធម្មសាមីព្រះសម្មាសម្ពុទ្ធធម្មសាមីនឹងក៏បានដល់មានចិត្តបាបសម័យព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទៀតមានចិត្តបាបរាធិរាជនឹងឯងនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធទៅព្រះសម្មាសម្ពុទ្ធដែលជាអនាគតពុទ្ធវង្សទី3ទៀតព្រះអរិយមេត្រីទី1ព្រះរាមៈទី2ទី3គឺព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមថាធម្មរាជៈទៀតហ្នឹងនៅក្នុងផែនដីជាមួយព្រះរាមៈពុទ្ធជាម្ចាស់ហ្នឹងផែនដីមួយហ្នឹងមានព្រះសម្មាសម្ពុទ្ធ2ព្រះអង្គព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់ត្រាស់សម្ដែងចំពោះព្រះធម្មសេនាបតីសិរីបុត្រនៅក្នុងការដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងនៅនាអនាគតហ្នឹងគឺព្រះបាទបសេនតិកោសលនេះឯងទៀតព្រះបាទបសេនតិកោសលបច្ចៅក្រុងសាវត្ថីបច្ចៅក្រុងកោសលដែលមានអគ្គមហេសីគឺព្រះនាងមល្លិកាណាទៀតហ្នឹងប៉ុន្តែព្រះអង្គទ្រង់ត្រាស់សម្ដែងពីការកសាងបារមី10ក៏ព្រះអង្គបញ្ជាក់អំពីទានបារមីមួយប្រកបច្បាស់ចំពោះព្រះបាទបសេនតិកោសលនៅក្នុងសាសនាព្រះសម្មាសម្ពុទ្ធកោណាគមនោក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកោណាគមនោគឺក្នុងកាលនោះព្រះបាទបសេនតិកោសលមាន
ព្រះនាមថាសុភមនោ